ពេលខ្លះចង់ញ៉ាំឆាមីស៊ូដែរប៉ុន្តែគិតថាវាត្រូវការគ្រឿងផ្សំញ៉ៃៗច្រើនហើយនឹងត្រូវការចំណាយអស់លុយច្រើនអញ្ចឹងអានេះគឺខ្ញុំនឹងមកធ្វើជាមួយនឹងឆាមីស៊ូជាមួយនឹងម្រះព្រៅបែបងាយចំណាយអស់លុយតិចគ្រឿងផ្សំដែលត្រូវការសម្រាប់ធ្វើហ្នឹងគឺមានមីស៊ូ2ដុំមីស៊ូ2ដុំហ្នឹងទិញគេអស់1000មានម្រះព្រៅមានខ្ទឹមសមានម្ទេសហើយនឹងមានសាច់ជ្រូកមួយកូនដុំម្រះព្រៅនេះគឺម្រះព្រៅដាំនៅមុខផ្ទះខ្លួនឯងដល់ពេលបានខែភ្លៀងអញ្ចឹងទៅគឺថាខ្ចីល្អមែនទែនម្រះព្រៅហ្នឹងគឺយកមកបេះស្លឹកវាចាញ់ហើយនឹងយកទៅដាក់លាងទឹក2 3ទឹកឲ្យបានជ្រះដីស្អាតល្អមីសួរ2ដុំហ្នឹងគឺយកមកដាក់ត្រាំជាមួយនឹងទឹកធម្មតាវាបានរីកល្អបន្តិចយកម្ទេសជាមួយនឹងខ្ទឹមសហ្នឹងគឺយកមកបុកដើម្បីឲ្យវារាងបានល្អិតល្អពេលបុកមើលទៅបានរាងល្អិតល្អប្រព័ន្ធនឹងហើយគឺយើងអាចដួសដាក់ទុកទៅក្នុងកូនចានមួយដែលឡាយសិនទៅហើយយើងបន្តមកហាន់សាច់ជ្រូកនេះគឺខ្ញុំមានតែមួយកូនដុំទូចជានៅសល់អញ្ចឹងទៅគឺយកវាមកដាក់ហាន់វាឲ្យទៅជាដុំតូចហើយបន្ទាប់មកទៀតគឺយើងចិញ្ច្រាំវាដើម្បីឲ្យបានរាងម៉ត់ការធ្វើបែបនេះវាបានបរិមាណច្រើនហើយនឹងសាច់ជ្រូកហ្នឹងគឺបានចូលជាតិគ្នាល្អជាមួយនឹងគ្រឿងថែមទៀតផងអាចដួសសាច់ជ្រូកដែលយើងបានចិញ្ច្រាំរួចហ្នឹងទុកទៅក្នុងកូនចានមួយដែលឡាយងាកមកមើលមីសួររបស់យើងគឺឃើញថាវារាងបានទន់ល្អអញ្ចឹងយើងយកមីសួរហ្នឹងមកចាក់ត្រង់ជាមួយនឹងកត្រង់ទៅដើម្បីឲ្យវារាងស្រស់ទឹកបានល្អជាងចូលដល់របៀបនៃការឆាតែម្ដងគឺដាក់ប្រេងឆាចូលទៅក្នុងខ្ទះមួយស្លាបព្រាបាយដាក់ខ្ទឹមសហើយនឹងម្ទេសដែលយើងបានចិញ្ច្រាំរួចយកមកកូររំលីងដើម្បីវារាងឡើងក្លិនឈ្ងុយរាងបានឆ្អិនបន្ទាប់មកចាក់សាច់ជ្រូកចិញ្ច្រាំដែលយើងបានច្រាំរួចហ្នឹងគឺយកមករំលីងដើម្បីវារាងបានឆ្អិនរួចយើងដាក់គ្រឿងផ្សំចូលដែលមានដូចជាទឹកត្រីទឹកប្រេងខ្យងទឹកម្ទេសស្ករសហើយនិងម្សៅស៊ុបសម្រាប់គ្រឿងគឺយើងអាចលៃលកទៅតាមបរិមាណសាច់របស់យើងបានយើងអាចលួចបន្ថែមទឹកបន្តិចដើម្បីសាច់ជ្រូកហ្នឹងគឺកាន់តែឆ្អិនល្អបន្ទាប់មកគឺចាក់មីសួរចូលតែម្ដងហើយនៅពេលដែលយើងចាក់មីសួរហ្នឹងគឺយើងអាចព្យាយាមកូរច្បល់មីសួរជាមួយនឹងគ្រឿងហ្នឹងឲ្យវាបានចូលរាងសព្វគ្នាយើងអាចប្រើជាចង្កឹះជំនួយមួយទៀតក៏បានដែរដើម្បីកាន់តែចូលសព្វគ្នាបានល្អចុងក្រោយបន្ថែមទៅជាមួយនឹងម្រះព្រៅមកគឺរួចរាល់ជាការស្រាច់តំណងខ្លាំងមែនទែនមានក្លិនឈ្ងុយមានពណ៌ស្អាតហើយរសជាតិរបស់គេក៏ឆ្ងាញ់ដែរ